Vậy tha nè lụa dương ha chỉ phải sao ông để tha seller bánh tái bé khác cô dương ai đừng lọt lư kênh giấy biệp xây ra thằng ta bị tặng on nắng miền ấy kì khỏe tỏ chắc dương mờ mơ tặng on nè smep bé tim muối đi cho vậy mình nó cứ seller năng ngày bỏ thân nè lụa đã chỉ tu tới chỉ bậc phê nè lụa nó tam hang thòng thòng chẳng từ ưu tí họ there are two sellers in my shop nên ha miền nè lụa cho nôn pi nè nơi khống hang rồi bọc nhom cho cho này việc vendor នេះ vendor ហ្នឹងក៏បកថាអ្នកលក់ដូចគ្នាដែរប៉ុន្តែគឺសម្រាប់សំដៅទៅអ្នកលក់ដែលគាត់លក់តាមប្រភេទតាមផ្លូវឬក៏តាមទីសាធារណៈអញ្ចឹងទៅបែបតូចតាទេហ្នឹងហើយចុះឧទាហរណ៍ Jack is a street vendor he sells coconut juice ចាំមានន័យថា Jack ហ្នឹងគឺគាត់ជាអ្នកលក់តាមផ្លូវអូខេអ្នកលក់ដូចគ្នាប៉ុន្តែលក់បែបតាមផ្លូវលក់តូចតាចអញ្ចឹងគាត់លក់អីគេគឺគាត់លក់ទឹកដូងហ្នឹងហើយ coconut juice ហ្នឹងគឺទឹកដូងចុះមួយទៀតsupplier ពេលខ្លះក៏យើងអាចនឹងច្រឡំថាគាត់ជាអ្នកលក់ដែលយើងអាចនឹងប្រើពាក្យ seller ដែរអញ្ចឹងទៅប៉ុន្តែសម្រាប់ supplier គឺយើងបកឲ្យចំគឺយើងបកថាអ្នកផ្គត់ផ្គង់ឬមួយក៏មួយទៀតគឺសហគ្រិនអញ្ចឹងទៅឧទាហរណ៍ they are the largest supplier of baby food ចាំមានន័យថាពួកគេគឺជាអ្នកផ្គត់ផ្គង់ដ៏ធំតកតងជាមួយនឹងការផ្គត់ផ្គង់ទៅលើផ្នែកអាហាររបស់ក្មេងៗហ្នឹងហើយអញ្ចឹងយើងប្រើពាក្យ supplier ហ្នឹងគាត់តែងយកមកលក់ដែរប៉ុន្តែបែបជាការផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុនមួយទៀតហ្នឹងហើយតែគាត់អត់លក់ទៅឲ្យអតិថិជនផ្ទាល់ទេអូខេពេលចុងក្រោយគេពាក្យថា dealer អញ្ចឹង dealer ហ្នឹងយើងបកថាឈ្មួញហ្នឹងហើយភាគច្រើនទីគាត់ជាអ្នកចែកចាយតំណាងចែកចាយឬក៏យើងអាចបកម្យ៉ាងទៀតថាអ្នកចែកបៀដូចគ្នាដែរប៉ុន្តែសម្រាប់នៅក្នុងនេះគឺឆោបកថាឈ្នួញអូខេតោះឧទាហរណ៍ Mark is a car dealer ចាំមានថា Mark នេះគឺគាត់ជាអ្នកជាឈ្មួញលក់ឡានហ្នឹងហើយអញ្ចឹងគាត់ថាគាត់ទិញឡានហ្នឹងយកមកលក់តវិញអញ្ចឹងទៅហ្នឹងហើយតែអញ្ចឹងសរុបមកវិញពាក្យថាអ្នកលក់យើងអត់អាចប្រើបានតែ seller មួយហ្នឹងឯណាវាមានពាក្យទៅតាមផ្នែកផ្សេងៗច្រើនដូចជា seller vendor supplier ហើយនិង dealer ហ្នឹងហើយអញ្ចឹងគឺយើងអាចមើលទៅតាមហ្នឹងហើយប្រើប្រាស់វាឲ្យត្រូវទៅតាមប្រភេទមួយៗដូចគ្នាដែរអញ្ចឹងសម្រាប់ទីចោលមានតែប៉ុណ្្នឹងទេ thank you